សួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយមកកាន់វីដេអូថ្មីថ្ងៃនេះ admin មានវីដេអូថ្មីមួយចង់ចែកជូនប្រិយមិត្តទស្សនាឬនេះផងដែរគឺមានចំណងជើងថា Lala Roba ឬក៏ប្រែជាភាសាខ្មែរថាផ្លូវខ្មោចលងរឿងនេះផងដែរគឺថាល្អមើលខ្លាំងមែនទែនខ្សែភាពយន្តនិយាយពីក្រុមមនុស្សមួយក្រុមធ្វើដំណើរជាមួយឡានក្រុងហើយដល់កន្លែងមួយក៏ឈប់ស្រាប់តែខ្មោចឡើងជិះលើឡានក្រុងតែម្ដងតោះឥឡូវដើម្បីដឹងតែរឿងទៅជាយ៉ាងណាតោះឥឡូវកុំឲ្យខាតពេលវេលាច្រើនឥឡូវយើងចូលមកដល់សាច់រឿងរបស់យើងទាំងអស់គ្នាតែម្ដងទៅហើយមុនចូលដល់សាច់រឿងកុំភ្លេចចុច like ចុច subscribe អ្នកមួយផងសាច់រឿងដំបូងកាត់ចែងពីបរិសម្នាក់មានឈ្មោះថាកាឡាកំពុងតែធ្វើដំណើរលើផ្លូវ Lala Roba នឹងតែម្ដងខណៈនៅគេមួយផងដែរគេធ្វើដំណើរសុកៗស្រាប់តែម៉ូតូរបស់គេក៏បានខូចគេក៏បានបណ្ដាម៉ូតូទៅគៀនដើម្បីសុំជំនួយអ្នកនៅតាមផ្លូវដើម្បីយកខ្ចាំងម៉ូតូដើម្បីដោះមើលម៉ូតូថាតើមានបញ្ហាអ្វីទៅលុះទៅពេលគេបានដោះមើលម៉ូតូហើយម៉ូតូនោះក៏បានឆេះស្រាប់តែពេលនោះដែរតូបនោះក៏បាត់សួនឈឹងគេក៏បានដឹងថាប្រហែលជាខ្មោចលោកមិនឡាយគេហើយគេក៏ផងឡើងម៉ូតូជិះបានប្រញាំតែម្ដងនៅខណៈពេលនោះផងដែរមានឡានធំមួយគ្រឿងក៏បានបើកបញ្ច្រាស់ទិសដៅគ្នាផងដែរម៉ូតូនោះក៏ជិះយ៉ាងលឿនយ៉ាងសម្ដៅទៅឡានរីឯខ្មោចក៏ជិះនៅខាងក្រោយឆ្នាំងសាច់កាកាយបរំលែងនឹងឃើញហើយភ័យខ្លាំងណាស់បើម៉ូតូកាន់តែលឿនរីឯឡានក៏បានឃើញខ្មោចតាមផ្លូវសុំតង់ជិះឡានយ៉ាងកក្រឹកកក្រែងស្រាប់តែខណៈពេលនោះឡានជាមួយម៉ូតូក៏បានបុកគ្នាឡានក៏បានកិនក្បាលបរិសម្នាក់នឹងស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់នៅកន្លែងនឹងតែម្ដងទៅលុះដល់ពេលរត់ឡើងពួកអ្នកភូមិទាំងអស់គ្នាបានទៅជែកគ្នាអំពីផ្លូវ Lala Roba ដែលគេបាននិយាយថាផ្លូវនឹងគឺជាផ្លូវចង្កល់លុះពេលដែលអ្នកភូមិធ្វើដំណើរតាមផ្លូវនឹងគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតព្រោះសារទីនឹងធ្វើដំណើរយប់ឡើងគឺមានខ្មោចតាមលងបន្លាចធ្វើពួកគេទាំងអស់គ្នាភ័យខ្លាចជាខ្លាំងអ្នកភូមិចាប់ផ្ដើមខ្លាចរអាពេលយប់មិនហ៊ានធ្វើដំណើរតាមផ្លូវនោះទេពួកគេមានជំនឿទៅលើពួកខ្មោចសេចក្ដីបន្តទៀតកាត់ចេញពីនារីម្នាក់មានឈ្មោះថាសៃតាមានកូនស្រីម្នាក់ឈ្មោះថា Candy នៅពេលនោះដែរកូនស្រីរបស់គេក៏បានដើរទៅតាក់ដៃជាមួយលោកពូលក់នំម្នាក់លោកពូម្នាក់ហ្នឹងក៏បានស្ដីឲ្យកូនរបស់គេ Candy ក៏បាននិយាយថាមិនអីទេចាំឲ្យម៉ានរបស់ខ្ញុំចេញសងនៅពេលនោះដែរសៃតាក៏បានចេញសងទៅកាន់ពូនោះតែដល់អីឡានក្រុងក៏បានចេញចោលពួកគេទៅពីរនាក់ធ្វើពួកគេទៅពីរនាក់ត្រូវជិះឡានយប់នៅខណៈពេលនោះផងដែរគឺអ្នកព្រូឡានម្នាក់អត់ព្រមយកពួកគេទៅពីរនាក់ទៅទេដោយសារតែគេបាននិយាយថាពួកគេមិនបើកឡានយប់នោះទេដោយសារតែពេលយប់ផ្លូវនឹងគ្រោះថ្នាក់ខ្លាំងណាស់លោកបន្តមកសៃតាក៏បានឲ្យលុយបន្ថែមទៅកាន់ព្រូឡាម្នាក់នឹងព្រូឡាម្នាក់នឹងឃើញលុយច្រើនក៏យល់ព្រមសម្រាប់ចិត្តយកពួកគេទៅពីរនាក់ដើម្បីជិះឡានយប់ទៅជាមួយគ្នាលោកបន្តទៅមកព្រូឡាម្នាក់នឹងក៏បានបញ្ជូនសៃតាហើយនឹងគេឌីឡើងទៅលើឡានហើយបានគប់ប្រាក់ចែកគ្នាដើម្បីដាក់ហោប៉ៅរៀងៗខ្លួនលោកបន្តិចក្រោយមកអ្នកទាំងអស់គ្នាបានត្រៀមឡើងលើឡានដើម្បីត្រៀមធ្វើដំណើរទៅទីក្រុងមានសុវត្ថិភាពលុះបន្តិចក្រោយមកឡានពួកគេក៏បានចេញដំណើរស្រាប់តែពេលនោះ Candy មានអារម្មណ៍ថាអត់សប្បាយចិត្តនៅពេលនោះដែរសេតាក៏បានសួរទៅកាន់កូនថាតើកូនមានអារម្មណ៍មិនទៅនៅពេលនោះ Candy ក៏បាននិយាយថានាងអានទៅកាន់ម្ដាយនាងខ្លាំងណាស់ដោយសារតែម្ដាយនាងខំទៅរកប្រាក់ដើម្បីឲ្យនាងជាបោកភ្នែកតាមក៏ទៅពួកគេទៅពីរនាក់ចាក់ចេញពីស្រុកកំណើតដើម្បីទៅធ្វើការនៅកន្លែងឆ្ងាយដោយសារទៅនឹងបានលុយខែថ្លៃនិងព្យាយាមរកប្រាក់ដើម្បីព្យាបាលភ្នែករបស់ Candy ឮដូច្នេះហើយពិតជាស្នងទៅកាន់ម្ដាយមែនទែនហើយបាននិយាយលើកចិត្តទៅកាន់ម្ដាយថានៅពេលដែលនាងមើលឃើញនាងចង់ឃើញមុខម៉ាក់របស់នាងមុនគេម៉ាក់របស់នាងបាននិយាយថាមុខម៉ាក់របស់នាងពិតជាស្អាតខ្លាំងណាស់នៅពេលលើកដូច្នេះហើយសេតាមានអារម្មណ៍ថាអាណិតទៅកាន់កូនមែនទែនលោកបន្តិចក្រោយមកឡានពួកគេក៏បានធ្វើដំណើរមកដល់ពេលយប់លោកបន្តិចក្រោយមកតែកងឡានក៏បានដាស់ព្រូឡានដេកលក់អស់រលីងរាអ្នកដំណើរលើឡានក៏នៅគ្នាដេកលក់ព្រូឡានមិនចាប់ដើមមានអារម្មណ៍ថាមិនស្រួលធ្វើដំណើរចោះធ្វើដំណើរឡើងហាក់ដូចជាមកផ្លូវដដែលគ្មានទៅមុខសោះលោកបន្តិចក្រោយមកអ្នកដំណើរម្នាក់ក៏បាននិយាយថាពួកគេទាំងអស់គ្នាបានធ្វើដំណើរមកដល់ផ្លូវ Lala Roba ហើយផ្លូវមួយដែរគឺគ្រោះថ្នាក់ខ្លាំងណាស់បន្តិចក្រោយមកតែកូនឡានក៏បានឲ្យកាក់ទៅកាន់ព្រូឡាដើម្បីបកកាក់ចេញទៅខាងក្រៅដើម្បីស្នើម្ចាស់ទឹកម្ចាស់ដីដើម្បីធ្វើដំណើរឲ្យមានសេចក្តីសុខលោកបន្តិចក្រោយមកតែកូនឡានធ្វើដំណើរបានបន្តិចស្រាប់តែឃើញខ្មោចនៅកញ្ចក់ឡានតែកូនឡានក៏បានចាប់ផ្ដើមយ៉ាងកំហុសនិងបានចុះមកមើលឡានស្រាប់បន្តិចក្រោយមកតកូនឡានក៏បានឃើញស្នាមម្ដាយសុទ្ធតែឈាមប្រឡាក់ជាប់នៅខាងលើឡានតែកូនឡានឃើញដូច្នេះហើយមានអារម្មណ៍ថារន្ធត់មែនទែនគេបានអោនទៅមើលក្រោមឡានក្រែងមានមនុស្សបានក៏ទៅមកបានលោកពួកគេទាំងអស់គ្នាតែកូនឡានឃើញចេះមានអារម្មណ៍ថាព្រឺមែនទែនរីឯចំណែកឡានរបស់ពួកគេទាំងអស់គ្នាក៏ចាប់ដើមអេរ៉ឺអ្នកគ្រប់គ្នាលើកឡានចាប់ដើមចុះដើម្បីបត់ជើងបត់ដៃសម្រួលអេរយាបថបន្តិចតែកូនឡានក៏បានអង្គុយនៅមុខឡានកំពុងពិចារណានៅពេលនោះដែរសេតាក៏បានសុំពិលទៅកងឡានដើម្បីត្រៀមយុទ្ធបទជើងតូចបន្តិច
ហើយទឹកកណ្ដាលបាននិយាយថាកុំទៅឆ្ងាយពេកក្រោយមកស៊ីតាហើយនឹងកូនស្រីកេនឌីក៏បាននឹងគ្នាដើរចូលទៅក្នុងព្រៃជួលផ្លូវបណ្ដាមើលផ្លូវបណ្ដានៅវេលាគ្រានោះផងដែរគឺកេនឌីក៏បានឃើញពលឹងខ្មោចពីព្រាលនៅខាងមុខប៉ុន្តែកេនឌីមិនបានចាប់អារម្មណ៍នោះទេហើយគេមិនបានដឹងថាជាអ្វីនោះទេលោកបន្តិចក្រោយមកសីតាក៏បានឃើញតូបដែលលក់នៅកន្លែងហ្នឹងនាងមិនបានចាប់អារម្មណ៍ទេថាមានតូបនៅកណ្ដាលព្រៃរាមម្ចាស់បន្ទប់ហ្នឹងក៏បានឲ្យនាងទៅបន្ទប់ទឹកសប្តាហ៍ពេលនោះផងដែរនាងក៏បាននាំកូនស្រីចូលក្នុងបន្ទប់ទឹកនៅពេលដែល Candy ចូលក្នុងបន្ទប់ទឹក Candy ហាក់មានអារម្មណ៍ដូចជាចម្លែកនិងបានលើសំឡេងខ្សឹបខ្សៀវផងដែរនៅខណៈពេលនោះគ្រូ Candy ក៏បានឃើញសត្វស្វាមួយនៅខាងលើនិងមានដៃខ្មោចបានចាប់មុខផងដែរនៅពេលដែល Candy បានចេញវិញ Candy មានសភាពចម្លែកនាងចេះតែញញឹមតែម្ដាយរបស់នាងមិនបានចាប់អារម្មណ៍នោះទេនៅខណៈវេលាផងដែរគឺពួកគេទាំងពីរនាក់បានជួបគ្នាម្ចាស់តូបម្ចាស់តូបបានឲ្យពួកគេញ៉ាំចំណីនិងដាក់តែគេញ៉ាំពេលម្ចាស់តូបបានញឹមទៅកាន់ Candy តែ Candy ក៏ចេះតែញញឹមហើយបាននិយាយថាគួយលេងបន្តិចសិនទៅlúcពេលដែលពួកគេចាក់ចេញពីហ្នឹងស្រាប់តែតូបនឹងបានបាត់ពីកន្លែងហ្នឹងតែម្ដងទៅតែពួកគេទាំងពីរនាក់មិនបានចាប់អារម្មណ៍ទេថាតើតូបនឹងនៅទីណាលោកបន្តិចក្រោយមកពួកគេទាំងពីរនាក់ក៏បាននាំគ្នាឡើងជិះលើឡានម្ដងទៀតប៉ុន្តែពួកគេមិនដឹងទេថាម៉ោចឡើងជិះលើពួកគេលោកដល់គូតឡើងសេតាក៏បានមកធ្វើការដោយសពមួយដងការងាររបស់គេគឺជាអ្នកមើលថែសពលោកបន្តិចក្រោយមកលោកគ្រូពេទ្យក៏បាននិយាយជាមួយសេតាថាសពនេះមានសភាពគួរខ្លាចជាខ្លាំងទើបតែគ្រោះថ្នាក់ចរាចរណ៍ហើយសេតាបានតបថាស្តគ្រោះថ្នាក់ចរាចរណ៍តែតែមានសភាពគួរខ្លាចនិងមិនអាចមើលទៅភ្នែកទទេបានទេមើលទៅពិតជារន្ធត់ខ្លាំងណាស់លោកគ្រូពេទ្យក៏បានពិភាក្សារឿងកូនរបស់សេតាគាត់ភ្នែកដើម្បីត្រៀមនឹងព្យាបាលលោកគ្រូពេទ្យបាននិយាយថាកូនសេតានឹងមានគៀមចុះតម្លៃ 50% ដើម្បីជួយនាងព្យាបាលភ្នែកប៉ុន្តែលោកគ្រូពេទ្យម្នាក់ហ្នឹងក៏បានណែនាំជាមួយឈ្មោះថាអាល់តូគឺជាអ្នកបើកឡានដឹកសាកសពឆ្នៃពួកគេទីពីរនាក់ក៏បានស្គាល់គ្នាអាល់តូក៏បានស្គាល់ជាមួយនឹងសេតាលោកពុកឡាសេតាក៏បានទៅផ្សារដើម្បីទិញបន្លែយកមកធ្វើមុខនាងក៏បានឃើញសារព័ត៌មានគេចុះផ្សាយអំពីផ្លូវជើងកបនៅផងដែរគឺផ្លូវឡាឡារ៉ូបាគឺជាផ្លូវដែលមានបានធ្វើដំណើរកាលពីយុគមួយនោះហើយនាងឃើញហើយមានអារម្មណ៍ថាភ័យខ្លាចមែនទែនផ្លូវមួយនោះមានសភាពស្ងាត់នៅពេលយប់ឡើងគឺនឹងនាជិះគួរភ័យខ្លាចបំផុតគឺបន្តិចក្រោយមកនាងក៏បានឡើងជិះស៊ីក្លូដើម្បីត្រឡប់មកផ្ទះវិញជួបជាមួយនឹងកូនស្រីតែឯកូនស្រីរបស់នាងក៏មានមនុស្សម្នាក់នៅជាមួយផងដែរឈ្មោះថាធីកាគឺជាអ្នកមិត្តរួមបន្ទប់ជាមួយគេផងដែរនៅពេលដែលស៊ីតានៅធីកាក៏ជួយមើលកេនឌីនៅពេលនោះកេនឌីក៏កំពុងតែអង្គុយលេងម្នាក់ឯងខណៈនៅពេលលើនៅក្នុងដែរស៊ីតាហើយនិងកេនឌីបានទៅជីគ្នាធីតាបាននិយាយរឿងប្តីរបស់គេបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ការនៅរស់ប្តីរបស់គេខំប្រឹងធ្វើការខ្លាំងណាស់ដើម្បីយកប្រាក់មកព្យាបាលថ្មីរបស់កេនឌីប៉ុន្តែជាអកុសលអីប្តីរបស់គេយកមួយនោះជីម៉ូតូគ្រោះថ្នាក់ចរាចរណ៍តាមក៏ពិតទៅបរិមម្នាក់ដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់ឡានចុះដាច់ក្បាលនឹងគឺជាប្តីរបស់ធីតានៅពេលនោះផងដែរពួកគេទាំងពីរនាក់ក៏បាននិយាយលេងគ្នាបណ្ដាទៅជីកលេងគ្នាបណ្ដារីឯកេនឌីគេកំពុងតែលេងសសុកស្រាប់តែមានដៃខ្មោចមកលេងជាមួយគេនិងមានខ្មោចហៅគេផងដែរលោកបន្តិចក្រោយមកកេនឌីក៏បានចូលទៅដេកក្នុងបន្ទប់សេតាឃើញកូនចូលគេងក្នុងបន្ទប់ហើយនាងក៏មិនបានគិតអ្វីច្រើននោះទេនាងក៏គូទ្វារដើម្បីចូលទៅគេងជាមួយនឹងកូនប៉ុន្តែទ្វារបន្ទប់បានចាក់សោនៅខាងក្នុងស៊ីដាហើយនិងកេនឌីពិតជាឆ្ងល់មែនទែនតើមានរឿងអ្វីកើតឡើងទៅហើយបានស្រែកសួរកូនថាកេនឌីកូនស្រីកូនចាប់បាក់ទ្វារបន្ទប់មកសារទៅពេលនោះដែរគេក៏បានបាក់ទ្វារបន្ទប់បានសម្រេចស្រាប់តែឃើញកេនឌីដេកនៅក្នុងបន្ទប់នឹងធម្មតាគ្មានរឿងអ្វីកើតឡើងទៅសសោះលុះទៅពេលព្រឹកឡើងពួកគេទាំងអស់គ្នាហាក់ដូចជាឃើញកេនឌីកំពុងតែអង្គុយគូររូបនៅពេលនោះដែរគឺធីកាឃើញកេនឌីកំពុងតែគូររូបនាងមានអារម្មណ៍ថាឆ្ងល់មែនទែនកេនឌីមើលមិនច្បាស់ហេតុអ្វីក៏នាងអាចគូររូបបានហើយកេនឌីបាននិយាយថាកុំចេះដឹងរឿងខ្ញុំអីពួកអធិការមានអារម្មណ៍ថាចម្លែកជាខ្លាំងហេតុអ្វីក៏នាងសំដីឆ្លើយបែបនេះលុះទៅពេលបន្ទាប់សេដាក៏បានឆែកមើលរបាយការណ៍អំពីអ្នកស្លាប់ពីបន្តបន្ទាប់ពីម្នាក់ទៅម្នាក់ផងដែរនៅលើផ្លូវឡាឡារ៉ូបាហើយអ៊ំស្រីម្នាក់ក៏បានរកឃើញសាកសពនៅក្នុងព្រៃមួយសាកសពនោះផងដែរមានសភាពក្រៀមស្វិតក្រៀមក្រំជាខ្លាំងនៅពេលដែលសេដាបានឃើញហើយអ៊ំស្រីម្នាក់នោះបានសើប្រាប់សេដាថាសាកសពមួយនេះគឺបានរកឃើញនៅក្នុងព្រៃដែលសេដាបានឃើញសត្វស្វាកសនៅពេលនោះដែរគឺសេដាមានអារម្មណ៍ថាឆ្ងល់មែនទែនហើយអ្វីក៏អ៊ំស្រីម្នាក់ហ្នឹងដឹងថានាងបានឃើញសត្វស្វាហើយបានសាកសួរទៅកាន់អាល់តូបាននិយាយប្រាប់ទៅកាន់សេដាថាអ៊ំស្រីម្នាក់ហ្នឹងគឺគាត់បានរស់នៅក្នុងភូមិហ្នឹងយូរណាស់មកហើយគាត់រស់នៅតាំងពីយូរលង់ណាស់មកហើយកាលពីផ្លូវឡាឡារូបាមិនទាន់មានខ្វាច់លោមកម្លេះឥឡូវផ្លូវឡាឡារូបាបានក្លាយជាផ្លូវខ្វាច់លោមផ្លូវមានជើងកបមនុស្សម្នាគ្រប់គ្នាមាននាងធ្វើដំណើរនៅពេលយប់នោះទេដោយសារតែពួកគេខ្លាចផ្លូវនឹងខ្លាំងពេកដោយសារតែផ្លូវនឹងមានសភាពស្ងាត់និងមានសភាពខ្វាច់លោមផងដែរ
ហើយម្នាក់ដែលធ្វើដំណើរតាមនឹងតែតែមានហានិភ័យលុះដល់ពេលបន្ទាប់សីតាក៏បាននិយាយរឿងរ៉ាវរបស់នាងដែលនាងបានឡើងជិះឡានមកតាមផ្លូវបានជិះកាត់តាមផ្លូវឡារ៉ូបាបានជួបជាមួយនឹងរឿងចម្លែកលោកបន្តិចក្រោយមកអាតូក៏បាននិយាយប្រាប់នាងថាផ្លូវនឹងមានសភាពស្ងប់ស្ងាត់ខ្លាំងលុះដល់សាច់រឿងបន្ទាប់ទៀតសីតាសត្វកេងយប់ឡើងនាងបានឃើញកូនស្រីរបស់នាងក្រោកអង្គុយគេឌីបាននិយាយថាមាននរណាម្នាក់មករកខ្ញុំហើយនាងមានអារម្មណ៍ថាកូនរបស់នាងក្តៅខ្លួនជាខ្លាំងដល់ពេលនោះគេឌីបាននិយាយถึงពិតភ័យថាមានមនុស្សម្នាក់បានហៅគេយកទៅខាងក្រៅសីតាក៏មិនបានចាប់អារម្មណ៍ទេនាងស្មានថាកូននាងកើតជំងឺអីដល់ពេលនោះប៉ុណ្ណេះគេឌីក៏បានមកឃើញពលឹងខ្មោចជាច្រើនមករុំព័ទ្ធគេផងដែរគេមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងគេក៏បានដើរទៅតាមទ្វារមួយដល់ពេលនោះប៉ុណ្ណេះសីតាឃើញកូនដើរមកទ្វារគេក៏បាននាំកូនគេត្រឡប់មកវិញប៉ុន្តែគេមិនបានដឹងថាមានខ្មោចស្រីទីពាក់របាំកំពុងតែឈរចាំមើលលុះដល់ពេលព្រឹកឡើងពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមរៀបចំខ្លួនឲ្យគេឌីមានសភាពដូចជាចម្លែកថ្មឹងជាខ្លាំងរីឯធីកាបាននិយាយប្រាប់ទៅកាន់សីតាថាកូនរបស់គេបានគូររូបមួយយ៉ាងចម្លែកលើដូច្នេះហើយសីតាមិនជឿនោះទេស្រាប់តែយករូបនោះមកមើលស្រាប់តែឃើញកូនរបស់គេគូររូបឡានដល់ពេលដែលសីតាឃើញរូបឡាននឹងហើយគេក៏បានស្រមៃងាយក្រោយថាឡាននេះគឺជាឡានរបស់គេបានធ្វើដំណើរជិះមកទីក្រុងដូចបន្តិចក្រោយមកអាល់តូក៏បានចូលមកដល់សីតាក៏បានយករឿងនេះនិយាយប្រកាន់អាល់តូក៏បានតបថារឿងនេះពិតជាចម្លែកទៅហើយងាកមកកាន់សាច់រឿងបន្ទាប់នេះវិញគឺថៃកាក៏បានលេងជាមួយនឹងគេឌីក៏បានបបួលថៃកាលេងបិទពួននៅពេលនោះផងដែរគេឌីក៏បាននិយាយតែឯងផងដែរថៃកាឆ្ងល់ខ្លាំងណាស់តើនាងនិយាយជាមួយនរណាទៅនាងបាននិយាយថានាងនិយាយជាមួយតុក្កតាដូច្នេះហើយថៃកាមានអារម្មណ៍ថាចម្លែកជាខ្លាំងគេឌីហាក់មានដូចជាសភាពចម្លែកជាតែញញឹមមិនបាត់តសោះដូចបន្តិចក្រោយមកគេឌីក៏បានបបួលថៃកាលេងបិទពួននៅពេលនោះផងដែរគឺធីតារកគេឌីមិនឃើញនោះទេនាងក៏បានលេងបិទពួនសពទៅងាកបែរមកវិញនាងក៏បានឃើញពលឹងខ្មោចនៅខាងមុខថៃកាឃើញដូច្នេះហើយនាងពិតជាតក់ស្លុតខ្លាំងមែនទែននាងមិនដឹងថាគេឌីកំពុងតែលេងជាមួយគេឬយ៉ាងណានោះទេស្រាប់តែពេលនេះឃើញគេឌីទៅពុំរងទូស្រាប់តែបើកទូមិនឃើញគេឌីទៅសោះធីកាចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកជាខ្លាំងគេឌីមានហាក់មាននូវសភាពចម្លែកហើយនាងបារម្ភជាមួយនឹងគេឌីទីខ្លាំងមែនទែនដល់ពេលនោះដែរធីកាក៏បានរនាងទៅដល់ក្រោមតុស្រាប់តែឃើញគេឌីរត់ឆ្វែងតុហើយគេឌីក៏បានច្រានធីកាដួលទៅលើតុធ្វើដៃរបស់ធីកាបានមុតជាមួយនឹងអំបញ្ញកៅហើយគេបាននិយាយថាកុំមកប៉ះពាល់យើងមិនមែនជាគេឌីនោះទេលុះដល់ពេលដែរស៊ីតាបានត្រឡប់ពីធ្វើការវិញគេក៏បានស្ដីបន្ទោសទៅកាន់កូនស្រីរបស់គេថាហេតុអ្វីក៏លេងទៅលើអ្នកមីងដូច្នេះនៅពេលនោះដែរគឺធីកាបានហាមឃាត់សីតាមិនឲ្យស្ដីបន្ទោសទៅកាន់កូនស្រីនោះទេដោយសារតែគេមិនដឹងអ្វីនោះទេព្រោះសារពេលនោះសីកាក៏បាននិយាយថាគេហាក់ដូចជាត្រូវពលឹងខ្មោចចូលសន្ធឹកលើដូច្នេះហើយស៊ីតាហាក់ដូចជាមិនជឿនោះទេគេបាននិយាយថាកូនស្រីរបស់គេគ្មានរឿងអ្វីកើតឡើងមកទេលុះដល់ពេលយប់បន្ទាប់គេឌីក៏ចាប់ផ្ដើមមិនស្រួលខ្លួននាងមានអារម្មណ៍ថាក្តៅក្រហល់កាហាយនៅក្នុងខ្លួនហើយពេលនោះដែរនាងក៏បានឃើញពលឹងខ្មោចមកកាន់ដៃនាងដាក់ដៃនាងទៅផងដែរហើយនាងបានស្រមៃអំពីការដែលព្រៃរបស់នាងបានចូលទៅក្នុងព្រៃជ្រៅនៅពេលដែលបានឡាបានខូចដូចបន្តិចក្រោយមកខ្មោចក៏បានដឹកដៃគេយកទៅខាងក្រៅនាងស្មានតែម្ដាយរបស់នាងកាន់ដៃរបស់នាងតាមក៏ប៉ុន្តែខ្មោចនឹងក៏បានញោមយកគេឌីទៅជួបនឹងខ្មោចស្រីរបស់ម្នាក់ខ្មោចស្រីនោះក៏បានចាប់មុខរបស់គេឌីហើយបាននិយាយថានាងត្រូវតែរស់នៅជាមួយយើងគេឌីឃើញច្រើនហើយនាងក៏បានយកស្រែកនៅក្នុងផ្ទះរាយម្ដាយរបស់នាងសីតាបារម្ភចំពោះនាងជាខ្លាំងនាងក៏បានឃើញពលឹងខ្មោចនៅជាមួយនាងផងដែរឃើញដូច្នេះហើយសីតាបារម្ភទៅលើកូនជាខ្លាំងក៏បាននាំកូនមកជួបនឹងគ្រូស្រីម្នាក់ឈ្មោះថាបាបាអ្នកគ្រូបាបាក៏បាននិយាយប្រាប់ទៅកាន់សីតាថាកូនរបស់នាងត្រូវបានខ្មោចជួសសន្ធឹកដូច្នេះហើយអ្នកគ្រូក៏បានឲ្យមួយវិជាដើម្បីបណ្ដេញខ្មោចចេញពួកឯនាងក៏បានពលឹងខ្មោចជួសសន្ធឹកក្នុងរាងកាយអ្នកគ្រូបាបាក៏បានខាក់ស្នោនៅក្នុងដងមួយផងដែរហើយបាននិយាយថានៅពេលដែលយកខាក់ស្នោនេះយកទៅស្បាក់នៅមុខផ្ទះដើម្បីឲ្យពលឹងខ្មោចមិនអាចចូលបានទុកពេលជួបបណ្ដោះគឺធីកាក៏បានយករបស់អ្នកគ្រូនឹងយកទៅស្បាក់នៅមុខផ្ទះដើម្បីកុំឲ្យខ្មោចមកចូលក្នុងទីនេះបាននៅទៅពេលបន្ទាប់គឺអាល់តូក៏បានមកលេងផ្ទះរបស់ពួកគេទៅពីរនាក់អាល់តូក៏បាននិយាយរឿងចម្លែកទៅកាន់សេតាឲ្យបាននិយាយថាគេឌីមានសភាពចម្លែកហើយដូចបន្តិចក្រោយមកខ្មោចស្រីរបស់ម្នាក់ហ្នឹងក៏បានមកជួបគេឌីម្ដងទៀតហើយបានលបួងយកគេឌីទៅនៅជាមួយផងដែរលើទៅពេលបន្ទាប់អាល់តូក៏បាននិយាយថាការដែលសេតាធ្វើដំណើរតាមផ្លូវគឺមានពលឹងខ្មោចតាមពួកគេ
រហូតដល់ផ្ទះហ្នឹងផងដែរហើយគេបានស្រមៃបកក្រអំពីរឿងរ៉ាវរបស់ប្រពន្ធរបស់គេបាននិយាយថាប្រពន្ធរបស់គេបានស្លាប់នៅលើភ្លើឡាឡារ៉ូបាព្រោះតែពេលឃើញប្រពន្ធរបស់គេដេកស្លាប់គេពិតជាមានភាពសង្វេគជាខ្លាំងលោកបន្តិចក្រោយមកគឺកេនឌីមានអារម្មណ៍ថាក្រហល់កាហាយហាក់បីដូចជាមិនសូវស្រួលក្នុងខ្លួនទៅសោះកេនឌីក៏បានស្រមៃឃើញនៅលើឡានក្រុងមួយហុំព័ទ្ធឲ្យពពុះខ្មោចនៅជុំវិញកេនឌីឃើញឆ្នះហើយនាងក៏បានញឹមស្រែកប្រកាច់ប្រកិននៅលើគ្រែនិងមានសភាពគួរខ្លាចបំផុតនៅឃើញដូច្នេះហើយអាល់តូក៏បានណែនាំឲ្យពួកគេទៅពីរនាក់យកកូនស្រីទៅជួបជាមួយនឹងគ្រូបាកាស៊ីម៉ាលោកគ្រូបាកាស៊ីម៉ាក៏បានអុជធូបដើម្បីបណ្ដេញពលឹងខ្មោចចេញពីខ្លួនស្រីរបស់កេនឌីនៅពេលនោះអាល់តូក៏បាននិយាយថាកេនឌីត្រូវបានពលឹងខ្មោចជួសសន្តិហើយនៅខណៈវេលាគ្រឿងផងដែរគឺកេនឌីក៏បានប្រកាច់ប្រកិននៅលើកន្ទេលហើយបាននិយាយទៅបានលោកគ្រូថាលោកគ្រូឯងមិនបាញ់មកជេរដើរនឹងខ្ញុំទេក្មេងស្រីម្នាក់នេះគឺជារបស់យើងលោកគ្រូក៏បានយកដៃទៅទប់ក្បាលរបស់ Candy និងបានបណ្ដេញពលឹងខ្មោចចេញពីខ្លួនស្រីរបស់ Candy បានសម្រេចស្រាប់តែខណៈវេលាក្នុងផងដែរគឺពលឹងខ្មោចនឹងក៏បានចេញពីខ្លួនប្រាណរបស់ Candy ប៉ុន្តែគាត់មានក៏បានមកជួយសន្ធិដ្ឋក្នុងខ្លួនប្រាណរបស់ធីកាវិញម្ដងធីកាមានសភាពគួរឲ្យខ្លាចហើយបាននិយាយទៅកាន់លោកគ្រូថាក្មេងស្រីម្នាក់នេះគឺជារបស់យើងឯងមិនគួរប៉ះពាល់នោះទេលើដូច្នេះហើយលោកគ្រូក៏ចាប់ផ្ដើមធ្វើពិធីបណ្ដេញខ្លួនខ្មោចចេញពីខ្លួនស្រីរបស់ធីកាម្ដងទៀតលោកគ្រូក៏បានសេពមន្តវិជ្ជាការដើម្បីបណ្ដេញពលឹងខ្មោចនឹងចេញម្ដងទៀតពលឹងខ្មោចនឹងក៏បានចេញបានសម្រេចលោកគ្រូក៏បានយកជួយជំនះលើពលឹងខ្មោចនឹងបានសម្រេចតែម្ដងគឺដូច្នេះហើយស៊ីតានាងយំស្រែកជាខ្លាំងអាណិតទៅកាន់ធីកាមិត្តភក្តិរបស់នាងដែលសុខចិត្តលះបង់ខ្លួនដើម្បីទៅកូនស្រីរបស់គេបន្ទាប់មកគឺកេនឌីមានអាការៈដូចជាមិនសូវស្រួលពេលពេលយប់ឡើងម្ដាយរបស់គេក៏បានដេកអោបលុះដល់ពេលព្រឹកបន្ទាប់នៅពេលនោះដែរស៊ីតាបានទៅធ្វើការបានឃើញសាកសមបរិម្នាក់ដែលជាតកងឡានបានជូនគេការពាក់មុនស៊ីតាឃើញដូច្នេះហើយនាងមានអារម្មណ៍ថាសោកសៅនិងសង្វេគជាខ្លាំងនិងមានអារម្មណ៍ថាភ័យខ្លាចលុះដល់ពេលយប់បានមកដល់នាងក៏បានឃើញកូនស្រីរបស់នាងដើរទៅក្នុងបន្ទប់ទឹកនាងក៏បានតាមរកកូនស្រីរបស់នាងទៅដល់ក្នុងបន្ទប់ទឹកប៉ុន្តែមិនបានឃើញនោះទេស្រាប់តែពេលនោះភ្លើងក៏បានដាច់នាងក៏បានដើរមករកកូនស្រីរបស់នាងនៅខាងក្រៅប៉ុន្តែមិនបានឃើញទេភ្លើងក៏បានដាច់ម្ដងទៀតស្រាប់តែពពួកខ្មោចបានចេញមកលោកបន្លាចនាងយ៉ាងសាហាវគោខើបំផុតស៊ីតាឃើញដូច្នេះហើយនាងព្រមតែជាការយកសងរបស់នាងតែប៉ុណ្ណោះមិនមែនជាការពិតនោះទេដូចតែពេលនោះដែរនាងក៏បានឃើញកូនស្រីរបស់នាងចេញមកខាងក្រៅអង្គុយគូររូបស្វានាងក៏បានសួរទៅកាន់កូនស្រីរបស់នាងថាតើកូនចេញមកក្រៅដើម្បីអ្វីកូនស្រីក៏បានស្រែកចំហទៅកាន់ដែរធម្មតាបណ្ដាស្រឡាញ់កូននោះទេហើយកូនស្រីរបស់គេក៏បានយកបិចាក់ភ្នែកតាមការពិតទៅរឿងរ៉ាវទាំងអស់នោះគ្រាន់តែជាការសម័យរបស់ស៊ីតាតែប៉ុណ្ណោះនៅដល់ពេលបន្ទាប់ស៊ីតាក៏បានឃើញកូនស្រីរបស់គេគូររូបស្វាសនិងម្ដងទៀតស៊ីតាក៏បានយករឿងរ៉ាវទាំងអស់នោះមកប្រាប់អាល់បូហើយនិងកេទីកានៅពេលផងដែរពួកគេទាំងអស់គ្នាក៏បានជជែកគ្នាអំពីរឿងរ៉ាវដែលបានកើតឡើងហេតុអ្វីក៏មានរឿងរ៉ាវចម្លែកបែបនេះកើតឡើងនៅលើកូនស្រីរបស់ពួកគេនៅពេលខណៈពេលនេះផងដែរអាល់តូក៏បាននាំពួកគេទាំងអស់គ្នាទៅជួបនឹងគ្រូស្រីម្នាក់អ្នកគ្រូស្រីម្នាក់ហ្នឹងគឺឈ្មោះថាអេបាគឺជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិនោះយូរលង់ណាស់មកហើយអ្នកគ្រូអេបាក៏បាននិយាយថាកេនឌីត្រូវបានពលឹងខ្មោចបិសាចជួសសន្ធិដ្ឋដោយសារតែពួកគេម្ដាយពីអ្នកម្ដាយកូនបានឃើញស្វាសនៅពេលដែលឃើញស្វាសពួកគេនឹងជួបគ្រូចង្រៃហើយអ្នកគ្រូអេម៉ាក៏បានសម័យកាលពីដើមឡើយមានគ្រូម្នាក់បានបូជាទៅកាន់តំបន់នោះផងដែរម្ខាងគឺជាតំបន់ខ្មោចហើយម្ខាងទៀតគឺជាតំបន់មនុស្សហើយតំបន់ខ្មោចគឺតែងតែមានពពួកមនុស្សយកសាកសពទៅបោះចោលនៅកន្លែងហ្នឹងទើបធ្វើឲ្យអ្នកការពារព្រៃភ្នំនៅកន្លែងហ្នឹងខឹងដោយសារសាកសពនៅកន្លែងហ្នឹងមានភាពស្អុយរលួយជាខ្លាំងអ្នកការពារព្រៃភ្នំនៅផងដែរគឺឈ្មោះថាបានោះគឺជាអ្នកការពារព្រៃភ្នំហើយបានៅផងដែរគឺជាអ្នកតាមជួបព្រលឹងរបស់កេនឌីកូនស្រីរបស់ស៊ីតាលោកអ៊ំក៏បានបន្តទៀតថាកេនឌីត្រូវបានបាតាមវងយកព្រលឹងដើម្បីទៅនៅជាមួយគេដោយសារតែគេចង់បានកេនឌីទៅនៅជាមួយដោយសារតែគេគិតថាកេនឌីស័ក្តិសមទៅនៅជាមួយឪពុករបស់គេស៊ីតានាងឃើញដូច្នេះហើយនាងពិតជាមានអារម្មណ៍ថាសោកស្ដាយជាខ្លាំងហើយអ៊ំអេម៉ាក៏បាននិយាយមកទៀតថាដើម្បីដល់អំពើបានត្រូវតែនាំកេនឌីទៅផ្លូវឡាឡារ៉ូបាម្ដងទៀតស៊ីតាឃើញដូច្នេះហើយបានប្រកែកឈ្នាជាមួយនឹងធីកាមិនដឹងថាធ្វើម៉េចទេបានស៊ីតាយល់ព្រមលុះពេលយប់ឡើងនៅពេលដេកស៊ីតាក៏បានឃើញកូនស្រីរត់ចេញមកខាងក្រៅនាងក៏បានដួលសន្លប់ស្រាប់តែនាងបាននាំកូនស្រីរបស់នាងដើម្បីទៅកម្មវិធីពេទ្យនៅពេលទៅដល់មន្ទីរពេទ្យលោកពេទ្យបានពិនិត្យដាក់ស្រូមឲ្យនាងហើយអ៊ំស្រីអេម៉ាក៏បានមើលម្ដងទៀតនៅខណៈវេលាគ្រានោះផងដែរស៊ីតាក៏បានយល់ព្រមថានឹងនាំកូនស្រីរបស់គេកេនឌីដើម្បីទៅឡាឡារ៉ូបាដោយសារតែកូនស្រីរបស់គេបានប្រកែកប្រកិនមិនព្រមឈប់ទេដូច្នេះហើយពួកគេទាំងអស់គ្នាក៏សម្រេចចិត្តនាំកេនឌីទៅព្រៃនោះម្ដងទៀត
ទៅផ្លូវស្ងាត់មកទៀតផ្លូវនឹងផងដែរគឺជាផ្លូវជើងកដើម្បីយកគិនឌីមកអន្តមពលឹងដើម្បីជួយសង្គ្រោះគិនឌីមកទៀតលុះដល់ពួកគេបានធ្វើដំណើរមកពួកគេស្រាប់តែឃើញស្វាសមមកទៀតនៅក្រុងព្រៃនឹងផងដែរមានក្រុមការងាររបស់លោកស្រីអេម៉ានៅចាំជួយសង្គ្រោះនិងរៀបចំធ្វើពិធីដើម្បីជួយសង្គ្រោះគិនឌីគេចេញពីពលឹងបិសាចតាមយកផងដែរនៅខណៈវេលាគេនោះផងដែរពួកគេទាំងអស់គ្នាក៏រៀបចំតាមធ្វើពិធីដើម្បីត្រៀមសេពយកពលឹងគិនឌីត្រឡប់មកវិញនៅខណៈកំពុងធ្វើពិធីនឹងផងដែរមានគ្រូសេម្នាក់បានលួចសន្លប់ដោយសារតែកម្លាំងរបស់អ្នកគ្រូម្នាក់នឹងខ្សោយខ្លាំងពេកដូច្នេះពួកគេទាំងអស់គ្នាងាកងាប់បាត់ទៅហើយមិនដឹងថាត្រូវដោះស្រាយបញ្ហាដូចនេះទេនៅខណៈពេលនោះស៊ីតាក៏សម្រេចចិត្តថានឹងដកពលឹងដើម្បីជួយកូនស្រីពួកគេនៅពេលនឹងហើយអ្នកគ្រូស្រីក៏បានឲ្យគេសេពមកវិជាការដើម្បីត្រៀមសូត្រតាមអ្នកគ្រូដើម្បីត្រៀមដកពលឹងចេញដើម្បីទៅតាមរូបពលឹងកូនស្រីរបស់គេបន្តិចក្រោយមកស៊ីតាក៏បានដកពលឹងបានសម្រេចគេក៏បានដកពលឹងដើម្បីតាមរូបកូនស្រីរបស់គេបានរត់ផងដើរផងដើម្បីត្រៀមនឹងរូបពលឹងកូនស្រីរបស់គេប៉ុន្តែទោះបីជាគេព្យាយាមយ៉ាងណានៅតែមិនឃើញសោះតាមផ្លូវស្ងាត់ជ្រងំខណៈពេលនោះដែរគេមិនដឹងត្រូវធ្វើដូចនេះទៀតនោះទេគេសម្លឹងមើលបាយឆ្វេងស្ដាំរីឯខ្មោចក៏ចេញមកលងបន្លាចគេធ្វើឲ្យស៊ីតាធ្លាក់ទៅខាងក្រោមរឿងរបស់នាងត្រូវប៉ះទង្គិចរីឯរូបរាងកាយរបស់នាងខាងក្រៅក៏បានហូរឈាមចេញមកខាងក្រៅស្រាប់តែពេលនោះស្រាប់មានឡានមួយបានដេញបុកនាងបន្តទៀតឡាននោះក៏បានដេញបុកនាងរីឯអាតូក៏បានព្យាយាមទៅតាមលោកគ្រូប្រុសម្នាក់ទៀតដើម្បីជួយមើលស៊ីតាផងដែរស៊ីតាក៏ព្យាយាមរត់ឡាននោះក៏បានរលាយបាត់ទៅវិញមួយសន្ទុះក្រោយមកស៊ីតាក៏បានធ្វើដំណើរមកដល់តំបន់មួយតំបន់នោះមានសត្វតែក្បាច់ខ្មោចបន្តិចក្រោយមកលោកគ្រូម្នាក់ទៀតក៏បានដើរមកដល់ដើម្បីត្រៀមនឹងធ្វើពិធីជួយសង្គ្រោះទៅកាន់ស៊ីតាហើយនិងកេនឌីលោកគ្រូបានរៀបចំធ្វើពិធីយ៉ាងធំសម្បើមមានទាំងល្ខោនស្បែកការប្រគំគ្រូផ្សេងៗដើម្បីរៀបចំទីពលឹងកេនឌីហើយនិងស៊ីតាត្រឡប់មកវិញមួយសន្ទុះក្រោយមកស៊ីតានៅវិញពលឹងមកគេតាមរកកូនស្រីគេមិនឃើញទៅសោះគេត្រូវរបួសផងអ្វីផងបន្តិចក្រោយមកអាតូក៏បានទៅដងទឹកតាមការប្រាប់របស់លោកគ្រូរីឯពលឹងស៊ីតាក៏មិនបានឃើញកូនស្រីទៅសោះអាតូក៏បានដើរទៅដងទឹកចាប់តែមានខ្មោចបានចេញមកលួចបន្លាចគេតែពេលហ្នឹងតែម្ដងទៅបន្តិចក្រោយមកស៊ីតាក៏បានត្រូវបានខ្មោចបន្លំខ្វាយថ្មេកចេញមកខាងក្រៅធ្វើនាងមានអារម្មណ៍ថាតក់ស្លុតខ្លាំងណាស់ដោយសារតែនាងមិនធ្លាប់ជួបបែបនេះចំណែកឯអាតូក៏បានខ្មោចចំបាច់កធ្វើគេដួលសន្លប់ទៅលើដីប៉ុន្តែគេមិនបានស្លាប់នឹងគេខណៈពេលនោះអាតូគ្រាន់តែសន្លប់តែប៉ុណ្ណោះរីឯវិញ្ញាណរបស់ស៊ីតានៅខាងក្នុងភពនៅវិញគេក៏ព្យាយាមតាមរកកូនស្រីរបស់គេរីឯអាតូគេក៏បានសន្លប់គេបានទៅជួបពលឹងប្រពន្ធហើយនឹងកូនរបស់គេផងដែរចំណែកឯស៊ីតានៅខាងវិញនាងព្យាយាមចាក់ចេញពីផ្ទះដែលខ្មោចចាប់យកនាងមកនាងចាក់ចេញពីផ្ទះបន្តិចចាប់តែមិនបានជួបបីទាំងអស់ខណៈនៅពេលនៅផងដែរស៊ីតាបានជួបជាមួយនឹងពលឹងខ្លាសមួយផងដែរខ្លាសនោះក៏បាននាំផ្លូវស៊ីតាដើម្បីទៅតាមរកកូនស្រីជាទីបំផុតស៊ីតាក៏បានជួបជាមួយនឹងកូនស្រីនៅវេលាផងដែរពួកគេទាំងពីរនាក់ក៏បានយកអស់គ្នានិងត្រៀមចាក់ចេញពីកន្លែងនោះស៊ីតារត់ផងដួលផងកាប់មុខផងវេផងត្រូវរបួសស៊ាំពេញខ្លួនណៃឯលោកគ្រូនៅខាងក្រៅនៅវិញលោកគ្រូព្យាយាមសូត្រមន្តវិជាការនិងធ្វើពិធីល្ខោនស្បែកអ្វីផ្សេងៗដើម្បីជួយស៊ីតាហើយនិងកេឌីដើម្បីបានត្រឡប់មកភពរបស់ខ្លួនវិញលោកគ្រូព្យាយាមខ្លាំងណាស់រីឯអ្នកគ្រប់គ្នាស្វាស្វែងញាប់ដៃញាប់ជើងនៅពេលនៅផងដែរស៊ីតាក៏បានសេពមន្តវិជាការដើម្បីកូនស្រីរបស់គេត្រឡប់ទៅភពរបស់វិញប៉ុន្តែត្រូវអ្នកយាមទ្វារចាប់ពួកគេជាប់អ្នកយាមទ្វារបាននិយាយថាគេមិនដោះលែងកេឌីនោះទេហើយស៊ីតាបាននិយាយថាយកពលឹងនាងជំនួសទៅវិញទៅដោយសារតែនាងស្រឡាញ់កូនស្រីរបស់នាងខ្លាំងណាស់នាងសុខចិត្តបូជាជីវិតពលឹងទុកឲ្យទីនេះឲ្យតែដោះលែងកូនស្រីរបស់នាងនេះចំណែកពីនោះផងដែរសាកសពមកគេខាងក្រៅចាប់ដើមក្រឡាប់ស៊ីតាក៏បានសមត្ថភាពជាមួយកូនស្រីរបស់គេមានអារម្មណ៍ថាសង្វេគជាខ្លាំងនៅនឹកទៅកាន់កូនស្រីរបស់គេស៊ីតាសុខចិត្តបូជាជីវិតដើម្បីទៅកូនស្រីរបស់គេនៅមានជីវិតនៅខណៈពេលនេះផងដែរម្ចាស់ជីវិតនោះក៏សម្រេចចិត្តថាឲ្យកេឌីត្រឡប់មកវិញនិងយកស៊ីតាម្ដាយរបស់គេជំនួសមកវិញខណៈពេលនោះផងដែរកេឌីក៏បាននៅខ្លួនព្យាយាមស្ទាបទៅកាន់ម្ដាយតាមក៏ពិតទៅម្ដាយរបស់គេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដោយសារតែអ្នកយើងទ្វាបានសម្លាប់ពលឹងម្ដាយរបស់គេកេឌីបានទាមតែយំអាណិតទៅកាន់ម្ដាយតែម្ដងតែគេមិនអាចជួយអ្វីម្ដាយរបស់គេបានទេម្ដាយរបស់គេបានស្លាប់បាត់បង់ជីវិតតែពេលនឹងតែម្ដងទៅ
បាទប្រិមត្តអរគ្នាសាច់រឿងរបស់យើងក៏មិនបានបន្តទៅដែរសាច់រឿងរបស់យើងក៏កាត់ចប់ទៅត្រឹមនឹងតែម្ដងទៅ admin អរគុណប្រិមត្តអរគ្នាខ្លាំងមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូរបស់ admin តាំងពីដើមរហូតមកដល់ចប់ admin សូមជូនពរប្រិមត្តអរគ្នាមានសុខភាពល្អសំណាងល្អដល់អរគ្នាហើយសូមកុំភ្លេចបញ្ចេញមតិនៅខាងក្រោមនេះមួយផងដើម្បី admin មើលមតិដើម្បីកែលម្អបន្ថែមទៀតហើយក៏សូមអភ័យទោសបើមានពាក្យពេចន៍តណាមិនសមរម្យនិងកំហុសខុសឆ្គងក៏សូមខន្តីនៅអភ័យទោសផងដែរ admin សូមអរគុណប្រិមត្តអរគ្នាជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ